កុំប្រហែសទុករបស់5យ៉ាងនេះក្នុងឡានពេលចតហាលថ្ងៃក្តៅអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតរដូវក្តៅឈានចូលមកដល់លោកអ្នកអាចនឹងត្រូវប្រឈមជាមួយនឹងការបង្ខំចិត្តចតឡាននៅទុកក្រោមកម្ដៅព្រះអាទិត្យចោលច្រើនម៉ោងដែលជាហេតុធ្វើឲ្យសីតុណ្ហភាពនៅក្នុងឡានកើនឡើងកម្ដៅខ្លាំងហើយខាងក្រោមនេះគឺជារបស់ទាំង5យ៉ាងដែលលោកអ្នកមិនគួរធ្វេសប្រហែសទុកវាចោលក្នុងឡានឡើយព្រោះវាបង្កគ្រោះថ្នាក់បានទី1គឺដែកកេះនៅក្នុងដែកកេះមានសារធាតុរាវផ្សំជាមួយនឹងហ្គាសដែលងាយនឹងផ្ទុះបង្កឲ្យមានការឆាបឆេះបានក្រោយពេលដែលវាស្ថិតនៅក្រោមសីតុណ្ហភាពក្តៅខ្លាំងឡើងការផ្ទុះឡើងនៃដែកកេះអាចនាំឲ្យមានហានិភ័យខ្ពស់ព្រោះនៅក្នុងបន្ទោះរបស់វាបង្កឲ្យមានការឆាបឆេះផ្សំមកជាមួយដែរទី2ប្រភេទកំប៉ុងស្ប្រេថ្នាំសម្លាប់សត្វល្អិតក្លិនក្រអូបជាដើមនៅក្នុងកំប៉ុងស្ប្រេជាទូទៅក៏មានហ្គាសដែរហើយហ្គាសតែងតែមានប្រតិកម្មជាមួយនឹងកម្ដៅប្រសិនបើលោកអ្នកទុកស្ប្រេនៅក្នុងឡានដែលមានកម្ដៅក្តៅខ្លាំងគឺអាចបណ្ដាលឲ្យកំប៉ុងនោះរីកមាឌបង្កឲ្យមានការផ្ទុះឡើងបានទី3ឧបករណ៍អេឡិចត្រូនិកទូរស័ព្ទកុំព្យូទ័រដុំសាកឬ power bank ជាដើមកម្ដៅខ្លាំងពេកអាចធ្វើឲ្យខូចថ្មរបស់គ្រឿងអេឡិចត្រូនិកទាំងនោះលើពីនេះសម្ពាធនៃកម្ដៅក៏អាចបណ្ដាលឲ្យរីកមាឌថ្លើងឬឈានដល់ការផ្ទុះបង្កឆាបឆេះថែមទៀតផងទី4អំពូលភ្លើងក៏អាចផ្ទុះឡើងបានដែរបើសិនជាស្ថិតនៅក្នុងកម្ដៅក្តៅហួសហេតុពេកទី5កំប៉ុងភេសជ្ជៈដែលមិនទាន់បានបើកនៅក្នុងកំប៉ុងភេសជ្ជៈដែលផ្ទុកនៅសារធាតុហ្គាសដែលអាចធ្វើឲ្យវារីកមាឌនៅក្នុងសីតុណ្ហភាពក្តៅខ្លាំងហើយក៏អាចផ្ទុះឡើងបានដែរយ៉ាងណាមិញក្រៅពីរបស់ដែលមានលើកឡើងខាងលើនេះក៏នៅមានរបស់ផ្សេងទៀតដែរដែលអាចខូចខាតនៅពេលដែលត្រូវជាមួយនឹងកម្ដៅក្តៅខ្លាំងហេតុនេះនៅពេលដែលលោកអ្នកត្រូវចតឡាននៅក្រោមកម្ដៅព្រះអាទិត្យរយៈពេលយូរសូមកុំភ្លេចពិនិត្យមើលឲ្យបានល្អិតល្អន់ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុអត្ថបទនេះដែរដកស្រង់ចេញពី Technology Cambodia កាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេចូលរួមសម្រេចគោលដៅកាត់បន្ថយជំងឺមិនឆ្លងក្នុងពិភពលោកដើម្បីសុខភាពល្អអាយុយឺនយូរ